ប្រធានបទរាត្រីនេះខ្ញុំដាក់ចំណងជើងថាសាហាវអង់គ្លេសហៅថា cruel ខូខើសាហាវចឹងបើយើងមើលទៅលើតថភាពសង្គមយើងឃើញថាធាតុសាហាវនឹងមានគ្រប់ទីកន្លែងហ្នឹងហើយប៉ុន្តែធាតុសាហាវណាដែលនៅឆ្ងាយពីយើងឬក៏មិនជាប់ពាក់ព័ន្ធនឹងជនជាតិយើងឬក៏មិនពាក់ព័ន្ធនឹងមនុស្សដែលយើងស្គាល់ក៏យើងហីទៅហ្នឹងហើយដូចជាករណីបាញ់សម្លាប់គ្នាកាប់សម្លាប់គ្នាដែលមានជាញឹកញាប់នៅគ្រប់ប្រទេសនៃពិភពលោកនេះសូម្បីនៅសហរដ្ឋអាមេរិកទៅឃើញ Nine News របស់អូស្ត្រាលីផ្សាយទៀតនៅរដ្ឋមួយនៃសហរដ្ឋអាមេរិកហ្នឹងរត់ផ្អើលពេញឆ្នេរសមុទ្រហ្នឹងលើសំឡេងផ្ទុះមិនតាន់ដឹងថាមានស្លាប់ឬរស់អត់ថ្ងៃហ្នឹងហើយបាទហើយម្ដងម្កាលហ្នឹងក៏មានការសម្លាប់គ្នាដោយការឆក់ប្លន់ដោយគំនុំតួខ្លួនឬក៏ដោយគំនុំនយោបាយឬក៏គំនុំជាតិសាសន៍សាហាវធាតុសាហាវហ្នឹងវាមានអញ្ចឹងនៅក្នុងលោកយើងនេះហើយមើលទៅសង្គ្រាមដែលកើតឡើងនេះយើងនិយាយត្រឹមយើងឮយើងឃើញតាមព័ត៌មានហើយជាសម័យដែលយើងកើតតន់ណាបើយើងនិយាយពីសង្គ្រាមលោកលើកទី1ទី2យើងកើតមិនតន់ទេសម័យពលពតក៏យើងមិនចាំទេវ័យខ្ញុំនេះកើតតន់តែមិនដឹងជាងកាលនិយាយទៅហាក់ដូចជារឿងនិទានកាលពីក្មេងបងប្អូនខ្ញុំមិនគិតថាមនុស្សយើងអាចសម្លាប់គ្នាបានខ្ញុំគិតថាមិនដឹងថាមនុស្សយើងសម្លាប់គ្នាមិនម៉េចដូចរយច្រកសម្លាប់គ្នាមិនឃើញមនុស្សអានឹងដែលខ្ញុំមិនសូវបានទទួលព័ត៌មានរស់នៅជនបទដាច់ស្រយាលអញ្ចឹងទៅហើយប្រភពព័ត៌មានក៏យើងមិនសូវបានឮហ្នឹងហើយព័ត៌មានមានតែឮតាមមាត់គ្នាអីចឹងទៅឮដែរឮថាគេអូមានសម្លាប់គ្នាអីចេះចុះប៉ុន្តែនៅតែសម័យមិនចេញថាអីមនុស្សយើងអាចសម្លាប់គ្នាបានមនុស្សនិយាយគ្នាបានសោះណាមនុស្សនិយាយគ្នាបានសោះមិនគួរសម្លាប់គ្នាខ្ញុំឆ្ងល់អញ្ចឹងកាលនោះសូម្បីតែវិទ្យុក៏យើងមិនមានទូរទស្សន៍អីក៏មិនមានហើយអត់សូវឮសំឡេងទេអញ្ចឹងខ្ញុំយកមកដាក់កាត់មាត់ហ្មងបាទហើយដូចតែមនុស្សអត់ឃ្លានរហូតដល់បាត់អត់បាយស្លាប់អីហ្នឹងក៏ខ្ញុំពិបាកគិតឃើញថាមនុស្សយើងហេតុអីចែកគ្នាហូបមិនបានមិនក៏អនុញ្ញាតទុកឲ្យមនុស្សអត់បាយស្លាប់ខ្ញុំគិតមិនឃើញទេតែហ្នឹងពីក្មេងនិយាយមែនណានៅក្មេងមែនតើហ្នឹងឃើញអ្នកខេត្តផ្សេងនេះគាត់យកនំយកអីមកអញ្ចឹងទៅដូរជាស្រូវជាអីអ្នកម្ដាយខ្ញុំហ្នឹងក៏ចេះតែជូនទៅមាននំចេកនំអន្សមអីតិចតួចមកអញ្ចឹងក៏កើបស្រូវកន្លះកតាំងឬក៏មកតកតាំងឬក៏កន្លះកជើឲ្យអញ្ចឹងទៅខ្ញុំថានេះជាវិធីរស់មនុស្សណាដែលថាហើយក្នុងចិត្តហ្នឹងថាបើទោះជាមិនមាននំឲ្យហ្នឹងសុំទៅមិនឲ្យទៅមិនកើតទេយើងចែកគ្នារស់បានរហូតដល់ថាកាប់សម្លាប់គ្នាអីហ្នឹងបាញ់ប្រហារគ្នាសម្លាប់គ្នាអីមែនទេហ្នឹងទោះបីជាលឺដែរលឺចាស់និយាយតមកទៅសម័យពលពតហ្នឹងសម្លាប់គ្នាអីចេះប៉ុន្តែយើងវាមិនដែលឃើញណាហើយដល់យើងរស់មកយើងឃើញតែការស្រឡាញ់គ្នាការរួបរวมគ្នាបានអីមកចែកគ្នាដាំដំណាំជុំវិញភូមិអីចឹងទៅចែកគ្នាទៅវិញទៅមកទៅរកត្រីរកនេសាទអីបានមកតាមផ្លូវនោះចែកគ្នាស្លអញ្ចឹងទៅវាសម័យមិនចេញទេមនុស្សអាចសម្លាប់គ្នាកាត់ដែរ
នឹងអាហ្នឹងវាដោយសារព័ត៌មានយើងទទួលមកយើងទទួលបានតែប៉ុណ្ណឹងប៉ុន្តែដល់ដឹងក្តីបន្តិចមកចេញមករៀនខាងក្រៅប៊ូហើយនឹងមករៀននៅខាងក្រៅមកភ្នំពេញមកអីចឹងទៅឃើញគេស្លាប់គ្នាមែនអូមនុស្សស្លាប់គ្នាមែនណាពីមុនឃើញតែព័ត៌មានឃើញតែអីចឹងមិនស្រាប់តែឃើញមនុស្សស្លាប់នៅមុខដោយគេសម្លាប់គ្នាមែនឃើញមែនអូមនុស្សអាចស្លាប់គ្នាមែនណាហ្នឹងហើយហើយក៏ចិត្តទៅសួរតែហេតុអីណោះមិនក៏អនុគ្រោះគ្នាមិនបានណោះខឹងគ្នាផ្ទះក៏ភ្លៀងគ្នាបន្តិចបន្តួចទៅមិនបានណោះហើយហ៊ានយកកបិតកាប់គ្នាងាប់ចឹងណោះហេតុអីនឹងចិត្តទៅសួរហេតុអីមនុស្សអាចធ្វើចឹងកើតខ្ញុំក៏វាចេះខឹងដែរតាំងពីក្មេងមកបើខឹងយ៉ាងច្រើនជេរហ្នឹងទៅធម្មតាផ្ទះក៏ភ្លៀងវាយគ្នាតិចតួចអីចឹងណាវាដូចថាឲ្យយករបស់ទៅវាយគេឲ្យបែកក្បាលឲ្យចេញឈាមអីនោះទូទៅវារត់ធ្វើមិនកើតខឹងដាច់ក្បាលមិនក៏ដោយនឹងខឹងខ្លាំងផ្ទះក៏ភ្លៀងអីអស់អានឹងចិត្តកាលហ្នឹងគិតអញ្ចឹងហើយនៅតែគិតថាលើកដៃស្លាប់មិនរួចមនុស្សយើងចម្លើយហ្នឹងក៏វាគ្មានទេខ្ញុំចេះតែ question ចេះតែសួរអញ្ចឹងទៅបានសិក្សារៀនសូត្រធម៌ខ្លះទៅវាគ្រាន់តែជឿថាអូមនុស្សស្លាប់គ្នាកើតមែនណាមនុស្សស្លាប់គ្នាកើតមែនតែនៅតែហេតុអីថាមនុស្សមិនក៏សាហាវម៉េះមិនក៏សាហាវម៉េះថាសត្វទៅវាអត់ដឹងនិយាយគ្នាអត់កើតអញ្ចឹងគិតអញ្ចឹងសត្វទៅវាមិនដឹងតែលោកវាឆ្លោះគ្នាវាខឹងគ្នាឆ្កែអីវាខំគ្នាដល់ងាប់អីចឹងអាហ្នឹងវានិយាយគ្នាអត់កើតចូលមនុស្សនិយាយគ្នាកើតសោះឲ្យស្លាប់គ្នាដែរណាអង្ការនោះហើយនៅក្នុងចិត្តហ្នឹងចិត្តតែសួរចឹងថាខឹងណាស់ជេរទៅខឹងណាស់ផ្ទះក៏ភ្លៀងអីខ្លះបដៅគ្នាទៅហើយមិនគេចាំបាច់ស្លាប់គ្នាចឹងឃើញព័ត៌មានក៏កាន់តែច្រើនឡើងទៅឃើញតាមទូរទស្សន៍ផងអីផងចឹងទៅជឿថាមនុស្សស្លាប់គ្នាមែនតែហេតុអីហ្នឹងនៅតែវាជាសំណួរនៅក្នុងចិត្តជាសំណួររហូតដល់បានសិក្សាធម៌ព្រះអង្គទៅបានលែងឆ្ងល់អូសម្រាប់គ្នានេះស្មានតែមានតែឥឡូវសម័យព្រះស្លាប់គ្នាដែរណាដូចជាសិក្សារឿងកាលយៈកណីអីប្រពន្ធចុងប្រពន្ធដើមអីដាក់ថ្នាំស្លាប់គ្នាណាហ្នឹងហើយបានរៀនហ្នឹងមកចិត្តទៅដោះចម្ងល់តិចអូពីមុនចេះនិយាយថាមនុស្សឥឡូវសម័យឥឡូវសាហាវមែនយើងចេះនិយាយថាមនុស្សឥឡូវសាហាវប៉ុន្តែពេលសិក្សាតាមគម្ពីរដីកាទៅឃើញថាទេមនុស្សសម័យព្រះមានដែររឿងខ្លះមុនសម័យព្រះទៀតក៏មនុស្សស្លាប់គ្នាដែរអាហ្នឹងកាន់តែជឿថាសម័យណាក៏មានមនុស្សស្លាប់គ្នាដែរជឿចឹងប៉ុន្តែអាហេតុអីហ្នឹងនៅមានទៀតហេតុអីនោះហ្នឹងហើយមិនក៏មនុស្សអនុគ្រោះគ្នាមិនបាននៅតែឆ្ងល់ទៀតនឹងសិក្សាត្រឹមប្រសូតផ្សេងប្រវត្តិរឿងរ៉ាវអីផ្សេងខ្ញុំមិនតាន់អស់ឆ្ងល់រឿងហ្នឹងហ្នឹងតន់អស់ឆ្ងល់រហូតដល់សិក្សាបរមត្ថធម៌ហ្នឹងហើយស្គាល់អង្គធម៌មួយវាធ្វើការទៅបានលែងឆ្ងល់ទៅអូពីមុនមើលឃើញមនុស្សសាហាវជាដុំមើលឃើញជាសត្វឃើញជាសត្វសាហាវឃើញជាមនុស្សសាហាវហ្នឹងហើយដល់តែមកសិក្សានៅបរមត្ថធម៌ទៅដឹងថាអូវាមានប្រូក្រាមសាហាវក្នុងមនុស្សគេណាមនុស្សហ្នឹងអត់មានអីសាហាវទេតួសបកមនុស្សហ្នឹងមានសាហាវណាតែ install អា app សាហាវហ្នឹងហើយអញ្ចឹងទៅវាធ្វើការសាហាវណាអញ្ចឹងធម៌សាហាវនៅក្នុងចិត្តហ្នឹងមានដោយចម្ពោះហ្នឹងគឺមាន4ណាក្រុមវាមាន4មានទោសៈហ្នឹងគឺសេចក្តីបន្ទុះទាស់កាចសាហាវនឹងឯងទោសៈហ្នឹងចំតួទោសៈហ្នឹង
ធាតុសាហាវមានហើយនៅក្រមវាហ្នឹងមាន3ទៀតដែលមិនដែលបែកគ្នាហ្នឹងមានអ៊ីសាចំណែនណាចំណែនហ្នឹងគឺជំរុញតោសៈហ្នឹងឲ្យកាន់តែខ្លាំងណាបើតោសៈខ្លះបើវាខ្លាំងទៅវាមិនសូវខ្លាំងទេក៏ប៉ុន្តែមានជំនួយពីអ៊ីសាមកពីសេចក្តីចំណែនឬក៏ប្រច័ណ្ឌនៅក្នុងហ្នឹងធ្វើឲ្យតោសៈហ្នឹងមានកម្លាំងខ្លាំងដូចរឿងប្រហែលថ្ងៃឃើញវីដេអូថតជាប់ security camera សុវត្ថិភាពនឹងថតបានពីបរិសម្នាក់សម្រាប់បរិសម្នាក់ស្ត្រីម្នាក់ដែលចិត្តដល់ពេលភ្ជាប់ពាក្យអីចឹងណាហ្នឹងហើយរឿងខាងក្រោយពិស្ដារយ៉ាងណាខ្ញុំមិនដឹងទេប៉ុន្តែមើលទៅតាមព័ត៌មានដែរហ្នឹងក៏ឃើញថាភ្លើងប្រច័ណ្ឌអីចឹងខ្លួនឯងស្រឡាញ់មិនបានក៏គ្មានពីណាបានណាក្នុងន័យអញ្ចឹងហ្នឹងហើយក៏ទៅបាញ់ស្លាប់ទាំងពីរអ្នកហ្នឹងទៅហើយបាញ់ស្លាប់ខ្លួនឯងទៀតបាទយើងមើលតើក៏ភ្លើងសាហាវឬក៏តោសៈសាហាវក៏ភ្លើងអត់សាហាវទេណាតិចច្រឡំតែក៏ភ្លើងសាហាវក៏ភ្លើងគេប្រើត្រូវទៅជាឧបករណ៍ការពារសុវត្ថិភាពប្រជាជនទេណាភ្លើងហ្នឹងហើយដូចប៉ូលីសទាហានអីហ្នឹងគឺបានក៏ភ្លើងហ្នឹងហើយឃើញទេបានអាវុធហ្នឹងហើយជាអំណាចរបស់ប៉ូលីសរបស់ទាហានក្នុងការការពារជាតិឃើញហ្នឹងហើយអញ្ចឹងអាវុធមិនសាហាវទេហ្នឹងគេថាអូអាវុធសាហាវថាអត់ទេអត់មានអាវុធថាសាហាវទេតែតោសៈក្នុងចិត្តមនុស្សសាហាវហ្នឹងហើយយើងអាចនិយាយដែរថាបើកុំមានកំភ្លើងហ្នឹងវាគ្មានតែស្លាប់nữaថាអត់ទេសម័យព្រះអត់កំភ្លើងផងនៅស្លាប់nữaមនុស្សឆ្នៃស្លាប់តើបានឲ្យតែមានអាធាតុសាហាវហ្នឹងវាផ្ទុះចេញមកវាដល់ពេលវេលាវាណាហើយព្រោះបាយនៃការសម្លាប់នោះវាមិនមែនតែរឿងកំភ្លើងមួយទេមានអីច្រើនទៀតអាវុធក្បិតឬក៏ដូចជាកាលណានោះស្ត្រីម្នាក់ទៅជាម្ចាស់បំណុលហ្នឹងកំពុងថតឡាយកូនបំណុលទាលុយមិនបានថតមុខផ្សាយឯនោះចេញអាធាតុសាហាវហ្នឹងមកក្បិតនៅដៃភឹបស្លាប់បាត់មានចាំបាច់មានកំភ្លើងណាឃើញទេអញ្ចឹងតួសាហាវមិនមែនកំភ្លើងទេមិនមែនអាវុធទេគ្រាន់ថាអាវុធហ្នឹងកាលណាវាទំនើបគ្រាន់តែថាជាឧបាយឬថាវិធីសាស្ត្រសម្រាប់ហ្នឹងវាកាន់តែងាយស្រួលជាងអត់មានវាតែប៉ុណ្ណឹងឯងប៉ុន្តែបើធៀបតោសៈដល់ថ្នាក់អាឃាតព្យាបាទហ្នឹងវាកើតហើយបើទោះអត់កំភ្លើងក៏ឆ្នៃសម្រាប់ទល់បានដែរអញ្ចឹងណាបើមិនចឹងមិនមែនមានសម្រាប់តាំងពីសម័យពុទ្ធកាលទេអញ្ចឹងណាដូចអង្គុលមៀលអីមិនសម្រាប់មនុស្សច្រើនមានកំភ្លើងណាមិនសម្រាប់រាប់រយនាក់ដូចចៅមកសម្រាប់ព្រះមហាមោគលានអីហ្នឹងមានកំភ្លើងមកពីណាសើកបិតដបងណាហ្នឹងយើងនិយាយទៅវាពាក់ព័ន្ធនឹងស្រុកយើងហ្នឹងវាដឹងទាំងអស់គ្នាអញ្ចឹងណាខ្ញុំទាញស្រុកយើងខ្ញុំមកនិយាយប៉ុន្តែនិយាយហ្នឹងមិនមែនន័យថាស្រុកក្រៅពីស្រុកយើងគ្មានការសម្លាប់គ្នាមិនមែនទេមានហ្នឹងហើយនៅអាមេរិកកាំងក៏ដោយបាញ់រះតញឹកមានពេលខ្លះនៅទៅបាញ់ក្នុងសាលារៀនកាលខ្ញុំនៅលោកទៅបារាំងឬពុទ្ធបរិស័ទនៅហ្នឹងគាត់និយាយខ្ញុំមិនបានមើលព័ត៌មានទេតែចាស់គាត់និយាយប្រាប់មានអ្នកបើកយន្តហោះហ្នឹងមានបញ្ហាផ្លូវចិត្តហើយពាក់ព័ន្ធនឹងរឿងស្នេហាដែរសង្សារសំបែកចឹងណាសុំត្រូវវិញគេមិនត្រូវទៅក៏និយាយថានឹងធ្វើឲ្យពិភពលោកចងចាំរូបគេស្មានតែធ្វើរឿងល្អ
ដូចជាគេឲ្យឈប់សម្រាកពីបើកយន្តហោះនឹងប្រហែលឆ្នាំដែរដើម្បីព្យាបាលអីចឹងទៅក្រោយមកវិញឃើញថាគ្រាន់បើមកវិញក៏មកបើកយន្តហោះវិញហ្នឹងហើយមុននឹងរឿងកើតឡើងផ្ញើសារទៅប្រាប់ទៅពិភពលោកនឹងចងចាំរូគេចឹងណាមានបើកយន្តហោះទៅបុកភ្នំហ្នឹងហើយមនុស្សនៅលើនឹង200នាក់ទៅទាំងអស់ឌឺសង្សារនោះទេប៉ុន្តែស្លាប់មនុស្សនៅក្នុងយន្តហោះហ្នឹងជាងឡើងដូច200នាក់ចឹងហ្នឹងមិនបាក់បែបប៉ុណ្ណឹងលើខ្វាយអធិស្ឋានរឿងលើយូរហើយប៉ុន្តែ boarding ធំហ្នឹងវាចំនួនបែបប៉ុណ្ណឹងចឹងអត់មានកំភ្លើងទេតែឱកាសសម្រាប់អាចធ្វើបានគ្រប់ច្រកឃើញទេចឹងធៀបសាហាវគឺមិនមែនតួមនុស្សទេមិនមែនសម្បកទេគឺតួខាងក្នុងមនុស្ស slot boat គួរឲ្យស្រឡាញ់ក៏ប៉ុន្តែកាលណាcultivate អាធាតុសាហាវនឹងតិចម្ដងទៅអត់មកអត់កអីក៏ដោយប៉ុន្តែគំនុំគុំគួននឹងសំចិត្តខឹងនឹងចេះតែច្រើនឡើងទៅវាចេះតែធ្វើឲ្យពូនផ្ដុំខ្លាំងឡើងណាបាទអញ្ចឹងបានថាព្រះនាមានពភាព្រះអង្គទ្រង់ត្រាស់សម្ដែងថាមេប្រមាញ់យេថាបាសៈអ្នកមត្តੰអាកមិសតិអ្នកទាំងឡាយកុំមើលងាយថាបាបមានប្រមាណតិចនឹងមិនអោយផលឧតបិន្ទុនិបាតេអ្នកប្រៀបដូចជាក្អមកំភោបៈនេះដូចជាក្អមដែលគេដាក់ហាលកដាលវាលហើយផ្ងាគង់តែពោពេញព្រៀបបានដោយដំណក់ទឹកឧតបិន្ទុនិបាតេអ្នកណាដំណក់ទឹកមួយដែលវាស្រក់ចុះមកពីឯដរអាកាសនៅពេលដែលភ្លៀងហ្នឹងគង់តែធ្វើឲ្យដំណក់ទឹកហ្នឹងពេញបានអញ្ចឹងមនុស្សឯណាកើតមកភ្លាមខ្លាយជាឃាតករអត់ទេវាកើតអាស្រ័យការសន្សំតិចអាខឹងតិចដោយបច្ច័យតគ្នាដែលជាអាសវៈណាហ្នឹងហើយកុំមើងងាយវាអញ្ចឹងហើយបានជាព្រះនាមាភិព្រះអង្គត្រាស់ថាកុំអោយប្រមាទហ្នឹងហើយត្រូវមានស្មារតីកុំចេះតែគិតថាបាបនឹងតិចតួចវាមិនអីទេអត់ទេដូចភ្លើងអញ្ចឹងតិចក៏ដោយតែมันប្រលត់វាទេវាខ្លាយូរឆេះផ្ទះហ្នឹងហើយខ្ញុំមើលឃើញវីដេអូហ្នឹងដែរបងប្អូនឃើញបាញ់បរោះមុនទៅហើយក៏បាញ់ស្ត្រីហ្នឹងគណៈបាញ់ស្ត្រីហ្នឹងត្រូវហើយដួលខ្លួនឯងផាំងដែរបាសជើងកញ្ញង់ទៅហើយបើគិតពីដំណើរនៃបដិសន្ធិមិនល្អសោះឡើយហ្នឹងហើយខ្ញុំគ្មានញៀនអីទេប៉ុន្តែនិយាយតាមមេរៀនដែលពុទ្ធបរៀនមកដំណើរចិត្តរបស់គាត់នេះមិនអាចបានកំណត់មនុស្សឯអ្នកបាញ់គ្នាហ្នឹងគាត់ខ្លាចជាប់គុកជាប់ច្រវាក់ហ្នឹងហើយប៉ុន្តែគាត់អត់ខ្លាចនរកឃើញទេដូចគាត់នឹងស្លាប់គេបើសិនជាគាត់អត់ស្លាប់គាត់អាចជាប់គុកមួយជីវិតអីចឹងនេះខ្ញុំមិនទៅគ្រប់គ្រងអំពើហ្នឹងទេប៉ុន្តែបើសិនបើគាត់នៅអាចមានឱកាសក្នុងការកែប្រែក្នុងការបំពេញកុសលអីទោះបីជាប់គុកក៏ដោយអីចឹងណាប៉ុន្តែចេះធ្វើបាបតែខ្លាចត្រឹមជាប់គុកជាប់ច្បាប់ខ្លាចត្រឹមតែជាប់គុកជាប់ច្បាប់ក៏ប៉ុន្តែអត់ខ្លាចទុកទោសក្នុងនរកដែលឆេះអស់កាលជាងវែងមើលទៅដូចរស់សុគតិមិនឃើញទេហ្នឹងហើយព្រោះគំនុំខ្លាំងណាស់ហើយនៅក្នុងធម៌ដែលជាហេតុបងប្អូនហ្នឹងហើយទោសៈហ្នឹងកាលណាវាដើរតួគឺទៅនរកហើយហ្នឹងហើយទៅនរកហើយវាក្តៅហ្នឹងហើយទៅឋានដែលក្តៅខ្លាំងគឺឋាននរកហ្នឹងឯងត្រូវភ្លើងឆេះបើទោះជាមានបើតាទៅនឹងមែនហើយញាតធ្វើបុណ្យឧទ្ទិសអីក៏មិនដឹងដែរមិនដល់ដែរអត់ហើយលោភៈខ្លាំងវាទៅប្រែតមោហៈខ្លាំងទៅដេរិឆានអញ្ចឹងណាហើយនិយាយទៅទាំង3ហ្នឹងវាឧបការៈដល់គ្នាទាំងអស់ហ្នឹងលោភៈទោសៈមោហៈហ្នឹងបានដល់ទៅដល់ថ្នាក់សម្លាប់គេអញ្ចឹងក៏ប៉ុន្តែនិយាយទៅក៏គាត់មិនលឺដែរគាត់ស្លាប់បាត់ហើយតែខ្ញុំនិយាយសម្រាប់បងប្អូនយើងដែលមិនតន់សាងកំហុសធំអញ្ចឹងខ្ញុំនិយាយរឿយបងប្អូនខ្ញុំនិយាយតាំងពី
ការលកញ៉ាណាម្នាក់នោះទៅកាន់កភ្លើងទៅបាញ់គូដណ្ដឹងក្មេងៗពីរនាក់ស្លាប់ខ្ញុំចូលមើល comment ឃើញជេរបចោខ្ញុំសង្វេគខ្ញុំថាជេរចឹងអត់បានជាមេរៀនទេបងប្អូនវាអត់បានមេរៀនសម្រាប់យើងអ្នកជេរហ្នឹងណាវាអត់បានទេចុះធ្វើម៉េចដើម្បីឲ្យបានជាមេរៀនរៀនថាធាតុអីធាតុសាហាវរៀនឲ្យឃើញធាតុសាហាវហ្នឹងមាន comment ថាថ្ងៃនេះមានបំផ្ទុះក្របបែកមួយករណីទៀតហើយប្តីប្រច័ណ្ឌប្រពន្ធនោះមួយទៀតខ្ញុំអត់តាន់បានដឹងតែអ្នក comment បានហ្នឹងបញ្ជាក់មកទៀតដើម្បីបំបត្តិនៅធាតុសាហាវគ្មានរកធាតុសាហាវអីទៅសាព្រោះឲ្យវាបាត់ធាតុសាហាវនឹងទេមានតែពួកយើងនាំគ្នាគ្រប់គ្រងធាតុល្អទេលើកកម្ពស់សេចក្តីល្អសាព្រោះសេចក្តីល្អសាព្រោះមេត្តាធម៌សាព្រោះវិធីសាស្ត្រលៀងជំរះសេចក្តីក្រោធនិយាយទៅលើកកម្ពស់ធម៌សប្បុរសហ្នឹងហើយបើបងប្អូនធ្លាប់ស្ដាប់ពីមុនមកគឺខ្ញុំនៅតែរក្សាជំហរដដែលថាខ្ញុំរនឹកជេរមិនឃើញទេចំពោះអ្នកដែលសម្លាប់គេហើយសម្លាប់ខ្លួនឯងខ្ញុំជេរមិនឃើញទេជេរមិនកើតពីព្រោះជេរទៅបាបតែខ្លួនឯងហ្នឹងទី2គាត់ក៏មិនលឺដែរទី3រឿងវាកើតហើយទៅហើយជេរក៏មិនបានមកវិញតែអ្វីដែលខ្ញុំបានចែករំលែកតាំងពីរឿងអ្នកដែលមានរឿងតិចតួចហើយកាន់កភ្លើងចូលទៅបាញ់ក្មេងៗដែលជាគូដណ្ដឹងគ្នាហ្នឹងខ្ញុំក៏អត់រកខឹងគាត់ខឹងមិនកើតទៀតអ្នកបាញ់គេហ្នឹងខ្ញុំខឹងមិនកើតទៀតពួកខ្ញុំឃើញគាត់ដើរមកដល់ចំណុចដែលគាត់គ្រោះថ្នាក់ហើយហ្នឹងឃើញមាននាមមានឈ្មោះល្បីរហូតដល់ធ្វើនេះធ្វើនោះហើយវាអស់ហើយអកិត្តិយសស្អីហ្នឹងជាគាត់មិនស្លាប់ក៏ដោយក៏ប៉ុន្តែជាទណ្ឌកម្មហ្នឹងគឺត្រូវទទួលហើយណាហើយបាបកម្មដែលសម្លាប់គេហ្នឹងក៏វាមិនចោលគាត់ដែរតែអ្វីដែលជាសារដាស់តឿនរបស់ខ្ញុំហ្នឹងខ្ញុំដាស់តឿនអ្នកដែលយើងឃើញនេះយកជាមេរៀនឲ្យឃើញថាមនុស្សល្អជានីជួយគេជួយឯងឃើញគេសម្ភាសអីគាត់ជួយនៅនេះជួយនៅនោះអីចឹងគាត់មិនមែន pretend ទេពេលដែលគាត់ជួយគេហ្នឹងចិត្តគាត់ល្អតាឃើញទេយើងសិក្សាពីមនុស្សហ្នឹងហ្មងដែលគាត់បាញ់គេហ្នឹងគាត់មានអាក្រក់អញ្ចឹងរហូតទេមិនមែនទេធ្លាប់ឃើញគាត់ធ្វើសប្បុរសធម៌ស្អីគាត់ជួយគេជួយឯងមកកណោណាអាហ្នឹងមកពីអីថាមកពីកុសលចិត្តវាកើតអញ្ចឹងកុសលធម៌កើតឡើងចុះពេលរឿងបន្តិចមួយហ្នឹងទៅចែកគ្នានឹងទាញកភ្លើងបាញ់ហ្នឹងដោយសារអីថាដោយសារធាតុសាហាវហ្នឹងវាលោតមកធាតុសាហាវក្នុងចិត្តហ្នឹងគឺតោសៈហ្នឹងវាលោតមកបាំងអស់ទៅដោយអំណាចមោហៈហ្នឹងគឺថាអញជាអីក៏លែងសំខាន់ដែរហ្នឹងស្ដាយកិត្តិយសគេឈ្មោះទ្រព្យសម្បត្តិអីក៏លែងគិតឃើញដែរធ្វើម៉េចឲ្យឈ្នះវាសិនអាហ្នឹងល្ងងមួយផ្លេតងងផ្លេតឃើញទេខ្ញុំមិនថាទ្រាំរឿងតូចមិនបែបនៅខូចរឿងធំអញ្ចឹងណាអញ្ចឹងខ្ញុំចាប់អារម្មណ៍ភ្លាមចំពោះអ្នកដែលកំពុងមើលគាត់ហ្នឹងយើងត្រូវហែកឲ្យឃើញថាមិនមែនកំភ្លើងដែលគាត់កាន់នឹងសាហាវទេហ្នឹងមិនមែនសម្បកមនុស្សនឹងសាហាវទេគឺចិត្តដែលបិទបាំងដោយមោហៈញុះញង់ដោយអ៊ីសាមច្ឆរិយៈក្នុងចិត្តធ្វើឲ្យទៅល្ងងមួយផ្លេតហ្នឹងធ្វើកម្មដាក់ខ្លួនឃើញទេអញ្ចឹងអត់មានតេះដៀលគាត់ទេនិយាយអញ្ចឹងយើងហែកឲ្យឃើញជាធัวហ្នឹងហើយខ្ញុំបើមិនចាំមិនខុសទេគឺខ្ញុំនិយាយថាឥឡូវនេះយើងកំពុងតែមើលគាត់អុកញ៉ានឹងខ្ញុំសុំមិនប្រើឈ្មោះគាត់ចាដែលគាត់បាញ់ក្មេងៗពីរអ្នកស្លាប់ហ្នឹងយើងដែលកំពុងមើលគាត់ហ្នឹងដោយក្តីក្តៅក្រហាយហ្នឹងជួនកាលកំពុងតែជេរគាត់ថាយ៉ាងនេះយ៉ាងនោះសាហាវសឹងថាឲ្យអូសកគាត់ទៅបាញ់ចោលអីចឹងណាហ្នឹងហើយយើងអាចមើលឃើញថាគាត់ល្ងង
តែព្រោះរឿងណាមួយមកបាំងចិត្តយើងវាមិនតាន់កើតអញ្ចឹងបានខ្ញុំនិយាយថាដើម្បីឲ្យករណីការសម្លាប់គ្នានឹងបានជាប្រយោជន៍ក្នុងសង្គមយើងកុំត្រឹមតែជេរតោះយើងចាប់ផ្ដើមមើលចិត្តយើងទាំងអស់គ្នាថាតើធាតុសាហាវនឹងមានដែរអត់អាចថ្ងៃណាមួយវាអាចឡើងដល់កម្រិតមួយដែលកាន់កម្រិតកាន់កំភ្លើងសម្លាប់គេដូចគាត់នឹងអត់កុំភ្លេចមើលខ្លួនយើងកាលដែលវាមិនតាន់មកដល់យើងអត់អីទេយើងអាចថាអ្នកដតីនឹងលងងថាអ្នកដតីនឹងអាក្រក់បាបដូចគ្នាព្រោះពេលហ្នឹងរឿងវាមិនតាន់ដល់ឃើញទេហើយខ្ញុំផ្ដាំទៀតថារងចាំមើលទៅមិនអត់ទេប្រហែលឆ្នាំទៅមុខទៀតករណីសម្លាប់គ្នានឹងកើតទៀតនៅស្រុកយើងនឹងមិនបាច់មើលណាឆ្ងាយទេហើយឥឡូវមានអត់មានដូចខ្ញុំនិយាយអត់កាលដែលលោកនោះគាត់សម្លាប់គ្នានោះសូម្បីតែអ្នកដែលគាត់សម្លាប់គេមួយថ្ងៃមុនហ្នឹងសិលមិញខ្ញុំសិលថ្ងៃមិនដឹងក៏អាចនិយាយថាគាត់នេះសាហាវម្បេះក៏អាចមានចិត្តនឹងដែរខ្ញុំគិតថាព័ត៌មានហ្នឹងគឺ viral ហើយទូទាំងប្រទេសខ្មែរយើងសិនអ្នកប្រើ Facebook ហ្នឹងកាលដែលអ្នកធំម្នាក់គាត់បាញ់ក្មេងស្រីប្រុសម្នាក់ស្រីម្នាក់ស្លាប់មានអ្នករបួសទៀតហ្នឹងខ្ញុំគិតថាអ្នកដែលសម្លាប់គេថ្ងៃមុនហ្នឹងក៏អាចគិតក្នុងចិត្តគាត់នេះអាក្រក់គាត់នេះសាហាវអាចគិតអញ្ចឹងដែរហ្នឹងប៉ុន្តែហេតុអីបានជាតិចចេះតែឈានចូលទៅដល់ដំណាក់កាលហ្នឹងបងប្អូនរឿងមិនគួរកើតបែរជាកើតស្ងាត់កើតភឹងស្ងាត់កើតភឹងមកពីអីមកពីម្នាក់គ្មានពេលមើលខ្លួនឯងទេពិសេសមិនដែលមើលឃើញចិត្តខ្លួនឯងថាមានភាពខ្វះខាតត្រូវអប់រំត្រូវចម្រើនត្រូវសិក្សាត្រូវខ្វៀលវាដាក់របងវាកុំឲ្យវាផ្លត់ទៅធ្វើអំពើទុច្ចរិតធំអញ្ចឹងណាកុំភ្លេចពុទ្ធជនយើងណាពូជនៃអំពើអាក្រក់នៅទាំងអស់និយាយតាមអភិធម្មគឺពូជសម្រាប់គឺតោសៈមូលចិត្តពីរដួងហ្នឹងនៅទាំងអស់ខណៈវាមិនតាន់ក្រោកទេអ្មេវាមិនតាន់ក្រោកថាវាអត់តាន់ដល់កម្រិតដែលវាផ្ទុះមកហ្នឹងហើយសម្ពាធវាមិនតាន់ដល់រឿងវាមិនតាន់ដល់ខឹងមិនតាន់ដល់កម្រិតតែពូជវានៅហ្នឹងគ្រប់ពុទ្ធជនទាំងអស់គ្មានពីណាល្អជាងពីណាទេល្អហ្នឹងមកពីកិលេសវាមិនតាន់កើតទេតែវាកើតតិចតែអាតិចហ្នឹងយូរទៅវាទៅជាធំអញ្ចឹងវាទៅជាធំបាទអញ្ចឹងមេរៀនដ៏ល្អសម្រាប់ឃើញព្រឹត្តិការណ៍អញ្ចឹងបងប្អូនជេរបចោគាត់អត់ប្រយោជន៍ទេទល់តែចេះយល់ចេះបានល្អឧបមាថាយើងទាំងអស់គ្នាហ្នឹងវាសុទ្ធតែដើរលើស្នួរមួយដ៏គួរឲ្យស្រាវទាំងអស់គ្នាហ្នឹងហើយដូចដើរលើខ្សែស្នួរអញ្ចឹងណាដើរលើខ្សែស្នួរជីវិតយើងអញ្ចឹងដូចដើរលើខ្សែស្នួរអញ្ចឹងហើយបើធ្លាក់ទៅក្រោមទៅមុតចម្រងស្លាប់ហើយម្នាក់មានខ្សែមួយសម្រាប់តោងដើរដូចគ្នាខ្សែជីវិតយើងហ្នឹងអញ្ចឹងនៅពេលដែលគេផ្្លាត់ធ្លាក់វាអត់មានអីត្រូវសើចយំស្ដីបន្ទោសអីទេអត់ទេហើយឃើញគេធ្លាក់ទៅស្លាប់ឬក៏របួសខ្លាំងអីចឹងតែយើងដែលកំពុងតែនៅលើស្នួរដែរហ្នឹងអាឡ័យទៅជេរបចោឬក៏ទៅទះដៃសើចឬក៏ត្រូវប្រយ័ត្នក្នុងការដើរឲ្យបានកាន់តែខ្លាំងបាទចម្លើយគឺត្រូវតែកាន់តែប្រយ័ត្នហ្នឹងឯងហ្នឹងហើយនៅខ្ញុំនិយាយយ៉ាងនេះថាហេតុអីយើងមិនទាន់បានរៀនស៊ីជម្រៅវាលំបាកយកមកគិតទេបើនៅខ្ញុំលើកជាបទធម៌ខ្លះតែហេតុអីបានមនុស្សល្អសោះហ្នឹងមនុស្សល្អសោះស្រាប់ថ្ងៃនេះទៅស្លាប់គេយកភ្ញាក់ជាងកាលយើងមើលពីក្រៅឃើញមនុស្សល្អចឹងហ្នឹងហើយស្រាប់តែរឿងរ៉ាវអីដល់ថ្នាក់ស្លាប់យើងនឹកស្មានដល់ហើយមានពេលខ្លះ
ជួនកាលមនុស្សចិត្តយើងហ្នឹងស្លាប់យើងហើយយើងក៏គិតមិនដល់ថានៅហ្នឹងស្លាប់យើងដែរអាចមកពីពីវេរានឹងគ្នាផងហើយម្យ៉ាងគឺអាកិលេសហ្នឹងវាផ្ទុះដល់ពេលវេលាវាផ្ទុះបានជាខ្ញុំចេះតែទាញចំណាប់អារម្មណ៍បងប្អូនឃើញរឿងករណីអញ្ចឹងទៅឲ្យប្រយ័ត្នខ្លួនយើងកាន់តែខ្លាំងរឿងល្អបំផុតហ្នឹងអត់មានទៅជេរទៅបចោទៅប្រមាថអីបន្សំតែបាបទុកក្នុងចិត្តយើងទេហ្នឹងអានឹងបង្កើនទៅទោសៈក្នុងចិត្តយើងឲ្យកើតធាតុសាហាវនៅក្នុងចិត្តយើងកាន់តែច្រើនទៀតណាទៅជេរទៅប្រមាថអីហ្នឹងហើយយើងត្រូវមើលឲ្យឃើញថាពូជនៃការសម្លាប់នោះនៅក្នុងចិត្តយើងមានដែរឥឡូវខ្ញុំបកទៅសម័យពលពតបន្តិចខ្ញុំគិតថាបងប្អូនយើងធ្លាប់ឮចាស់ទុំយើងនិយាយហើយគឺថាពលពតសម្លាប់អស់រាប់លានអ្នកអស់រាប់លានអ្នកពន្យល់ថាអ្នកណាអ្នកសម្លាប់បានច្រើនហ្នឹងអ្នកសម្លាប់ដៃដល់ដល់ច្រើនគឺអ្នកស្រុកអ្នកភូមិហ្នឹងតាឡើងទៅជាមេកងទៅជាឆ្លប់ទៅជាមេកងអីចឹងកងអីខ្លះខ្ញុំមិនចាំទេតាមដែលពុកខ្ញុំនិយាយប្រាប់មកថាអត់មានពីណាមកសម្លាប់ទេមនុស្សធ្លាប់រាប់អានគ្នាហ្នឹងគេបំពាក់សាក់ឲ្យទៅឡើងធ្វើនេះឡើងធ្វើនោះទៅសម្លាប់គ្នាហ្នឹងហើយឃើញទេដែលនឹកដល់ថាចឹងបានក្មេងៗស្រុកនេះនិយាយសម័យពលពតប្រាប់វាមិនជឿទេវាមិនជឿវាមិនដែលអាណាដែលយកមនុស្សទៅវាយចោលអីភឹងមិនដែលវាអត់ជឿឈួតទេហ្នឹងហើយវាអត់គួរឲ្យជឿមែនដូចមេកងមួយនៅស្រុកខ្ញុំហ្នឹងឮចាស់និយាយប្រាប់តែម្នាក់គាត់ហ្នឹងស្លាប់អស់ជាង40នាក់ហើយមនុស្សសក់គាត់ស្លាប់នៅមកពីណាស្រុកភូមិហ្នឹងស្រុកខ្មាំងឃើញទេចឹងគេប្រើមនុស្សណាទៅស្លាប់មនុស្សបានហ្នឹងគឺប្រើបទជនហ្នឹងបទជនដែលមានកិលេសហ្នឹងដែលពីមុនមនុស្សល្អសោះហ្នឹងឃើញគេផ្សាយពីរឿងតួកុនមួយមិនជាល្បីខ្លាំងទេតួកុនហ្នឹងសម័យពលពតខ្លាចជាឃាតករដែរអានឹងបើសិនជាមិនកើតសង្គ្រាមនេះនឹងជា idol ជា pop star ទៅណាមកណាគេគ្រប់ត្រូលឃើញទេធ្លាក់ក្នុងសង្គ្រាមស្រុកកើតកលយុគចេញច្បាប់កាប់បហាគ្នាទៅជាមេឃាតករមួយឃើញទេនឹងតួកុនខ្ញុំមិនចាំឈ្មោះទេចឹងបានថាសត្វលោកនេះងឹតឈឹងទេបងប្អូនយើងមានសំណាងមានពធបាទដែលជាកញ្ចក់ឆ្លុះក្នុងចិត្តរបស់យើងម្នាក់តែអត់ឆ្លុះទេគឺថាមើលតែគេរហូតទីបំផុតទៅរឿងខ្លួនឯងដោះស្រាយអត់ចាញ់ហ្នឹងហើយអញ្ចឹងបានជាតិចផ្ទុះមកប្រតិជនយើងហ្នឹងវាមានកិលេស3ថ្នាក់យើងយល់ហើយកុំចេះអានឹងហើយយើងអត់មានមើលងាយគេទេអត់មានមើលងាយគេអូគេវាមិនកើតយើងនឹងបានកើតទេអត់ទេហ្នឹងហើយអត់ទេកិលេសដែលយើងមើលឃើញរាល់ថ្ងៃហ្នឹងដែលថាជាអំពើអាក្រក់ហ្នឹងភ្នែកប្រតិជនយើងនេះមើលឃើញទល់ឲ្យវាផ្ទុះហើយមើលទល់ឲ្យផ្ទុះហើយនឹងផ្ទុះចេញដកបាញ់គេភឹងអញ្ចឹងស្លាប់អញ្ចឹងទៅអាក្រក់យើងឃើញតែប៉ុណ្ណឹងឃើញតែព្រឹត្តិការណ៍អញ្ចឹងឯងប្រតិជនយើងអត់ស្គាល់អាកិលេសនៅក្នុងចិត្តទេអាវាមិនតាន់ផ្ទុះវាកំពុងបង្កយើងមើលអត់ឃើញទេហ្នឹងហើយមើលអត់ឃើញហើយមិនមើលក្នុងអ្នកដតីទេមើលតែក្នុងខ្លួនយើងមើលមិនដឹងទេស្មានតែយើងនឹកល្អអង្គុយបាច់និយាយដើមគេហ្នឹងគឺមនុស្សខ្លួនឯងល្អរហូតហ្នឹងឃើញចឹងបានខំជឿគាត់ថាមនុស្សដែលនិយាយដាក់កំហុសឲ្យគេគឺមនុស្សអាត្មានិយមអាកំហុសគេទេអញបានត្រូវឃើញទេហើយព្រះសម្មាសម្ពុទ្ធ
ông sầm đánh từ đó thua vào đời cầm lăng rồi bỏ cột pìa lắm cứ cả sầm lăng lơ tô này đợt tây nàyแต่มันដិតមានការរំពឹងពិចារណាគិតជាកម្លាំងវិញហ្នឹងហើយយើងរាល់ថ្ងៃហ្នឹងយើងផ្អើលជាមួយព្រឹត្តិការណ៍ជនណាហ្នឹងហើយហើយងាយក៏ងាយចាញ់បោកគេដែរឃើញទង្វើខាងក្រៅរបស់គេហ្នឹងពាក្យសម្ដីគេឬក៏ទង្វើខាងក្រៅគេហ្នឹងជឿថានេះល្អជួនកាលអ្នកខ្លះគេនៅស្ងៀមគេរស់នៅដោយធัวហ្នឹងគ្រាន់តែមិនបានចេញមុខចេញមាត់អីក្នុងសង្គមហ្នឹងក៏មិនបានឃើញថាគេហ្នឹងជាមនុស្សល្អដែរអត់ទេទោះជួយចេញចេះធ្វើចេះប្រាប់យើងអីចឹងទៅបើហ្នឹងអូមនុស្សល្អល្អអាគេបង្ហាញហ្នឹងឯងឃើញណាជាចំក្រោយទៅស្រាប់តែមេអក្រិតជនប៉ុណ្ណានៃល្បីពីមុនចិត្តធោយើងឃើញថាខាងក្រៅហ្នឹងឃើញតែស្អីដែលបញ្ចេញមកតាមកាយតាមវាចាតែវាស្គាល់ដល់ជំរឿចិត្តអត់បានណាហ្នឹងអត់បានទេដល់វាផ្ទុះចេញទៅហើយប៉ុន្តែអ្វីដែលត្រូវសិក្សាហ្នឹងគឺសិក្សាឲ្យល្អិតទៅដល់នៅខាងក្នុងទៀតទើបយើងលែងឆ្ងល់អារឿងហ្នឹងហ្នឹងហើយនៅក្នុងពធជនហ្នឹងយើងរកឃើញថាក្នុងពធជនមួយនេះมันអាចវិនិច្ឆ័យថាអាក្រក់ដាច់ណាត់ពេកហើយក៏មិនអាចវិនិច្ឆ័យថាអាក្រក់ល្អណាស់ពេកទេវាមានទាំងធាតុល្អវាមានទាំងធាតុមិនល្អនៅក្នុងពធជនហ្នឹងហើយបើយើងចេះថ្លឹងជាមួយមនុស្សហ្នឹងវាងាយប្រព្រឹត្តទៅជាព្រមវិហារចិត្តជាមេត្តាជាឧបេក្ខាអីក្នុងសត្វបានដោយសារអីដោយសារយើងមើលឃើញនៅក្នុងគេក៏អញ្ចឹងក្នុងខ្លួនយើងក៏អញ្ចឹងណានឹងចេះខឹងចេះស្អប់ចេះស្រឡាញ់ហ្នឹងវានៅក្នុងខ្លួនយើងហ្នឹងក៏អញ្ចឹងនៅក្នុងគេហ្នឹងក៏វាមានអាហ្នឹងហើយរាប់អានគ្នាបានត្រឹមថាវាត្រូវធៀបគ្នានិយាយទៅត្រូវគ្នាអីយើងរាប់អានគ្នាអញ្ចឹងទៅនិយាយវាមិនសូវត្រូវគ្នាយើងមិនរាប់អានទៅវាគ្មានជាស្អីមានទៅស្អប់អីទេហ្នឹងមិនមានន័យថាមនុស្សណាដែលយើងរាប់អានសិតតែល្អហើយមនុស្សណាដែលយើងអត់រាប់អានសិតតែអាក្រក់អាហ្នឹងយើងមិនមែនជាមនុស្សមានសុភវិនិច្ឆ័យទេឃើញណាធាតុមនុស្សល្អអាក្រក់អីចឹងឧបមាថាសំបីតែវត្តចឹងណាមកវត្តអញគ្នាអញមនុស្សល្អនេះជើងវត្តគេទៅវត្តគេមិនមែនគ្នាអញអាហ្នឹងអកតេធัวឬក៏នៅក្នុងបកនយោបាយក៏ដោយតែណានៅក្នុងបកអញគ្នាអញខុសត្រូវអីចេះតែអោបកសោបគ្នាទៅហ្នឹងហើយពីណាខុសពីបកអញយល់ខុសពីបកអញអាហ្នឹងសត្រូវអាហ្នឹងអកតេធัวតាបាទអញ្ចឹងបានខ្ញុំមើលឃើញការបង្រៀនរបស់ព្រះបរមគ្រូគឺថាសម្អាតផ្ទៃក្នុងនឹងល្អណានឹងអត់មានទេបុគ្គលពីលហ្នឹងអញហៅតែមនុស្សនៅក្រៅពីអ្នកចូលមកក្រុមអញតាពួកនៅខាងក្រៅតាតាណាចូលមកបួសជាសិស្សតថាគតសាវកតថាគតហើយគឺថាសិស្សពួកបណ្ឌិតទាំងអស់អត់ទេអត់អញ្ចឹងទេព្រះអង្គសម្ដែងច្បាស់លាស់ថាសត្វសៅមងព្រោះចិត្តសៅមងសត្វបរិសុទ្ធព្រោះចិត្តបរិសុទ្ធហើយពាក្យថាពីលហ្នឹងគឺថាព្រះអង្គប្រើស្មើហ្មងបាសកពីលបាសិកាពីលភិក្ខុពីលសាមណេរពីលឲ្យតែប្រព្រឹត្តធម៌ពីលឃើញទេស្មើច្រាញ់ហ្មងអត់ទេហើយបើបណ្ឌិតវិញចឹងដែរបាសកជាបណ្ឌិតបាសិកាជាបណ្ឌិតភិក្ខុជាបណ្ឌិតសាមណេរជាបណ្ឌិតបើប្រព្រឹត្តធម៌បណ្ឌិតឃើញទេមានអត្តសុទ្ធិមានប្រព្រឹត្តខ្លួនឯងបរិសុទ្ធទៅបរសុទ្ធិដឹកនាំគេឲ្យបរិសុទ្ធដែរហ្នឹងហើយមានសង្ឃហវត្ថុមានចេះធ្វើទានចេះនិយាយពាក្យល្អអីជាដើមសង្គ្រោះអ្នកដទៃហ្នឹងមានកតញ្ញុតាធម៌ណាកាលណាមានអង្គបណ្ឌិតនៅក្នុងបុគ្គលណាជាភិក្ខុសាមណេរណាភិក្ខុសាមណេរហ្នឹងជាបណ្ឌិតប៉ុន្តែបើមានសន្តានអាក្រក់ចិត្តអាក្រក់ប្រព្រឹត្តអាក្រក់ចំណែនឈ្នាននេះគ្នានៅក្នុងបុគ្គលណាបើទោះជាបុគ្គលនឹងបួស100ភាសាក៏ដោយក៏ឈ្មោះថាភិក្ខុពីលដែរឃើញទេជ្រះថ្លាបងប្អូនរៀនទៅជ្រះថ្លាគឺថាច្បាស់ចេះអត់មានអាក្រក់អីមកជ្រកកោននៅក្នុងសំណាក់ព្រះអង្គคล้ายជាលែងអាក្រក់អត់ទេបើមិនលះនៅអំពើអាក្រក់ហ្នឹងមិនលះនៅអំពើអាក្រក់ហ្នឹងដល់ពេលដដែល
รกนุตนาก็เปียแล้วจังบันเปียระบอบริจาคก็บาลเททาเอาขโมยขโมยนั้นเมาซามันđấy có bật mình lỏ đạch sờ lỏ tới đạch sờ chắc lúc mình ao đặt chơi trọt lối bộ lục nghịch phê ở căn chơi trọt đào tới nữa trong chơi trọt mình là chẳng tới có pha liệu vẽ tôi chưa có ho bình đó kiểu ho với thằng càng muốn xem cái nào nơi chỉ ba bạch chết và bật sờ bỏ ba bạch chết mình lỏ lớp xem cái nào sặc hai chỉ có ho hay dùng lồng cha cùng bậc cành ấy dùng cái nào đang chun từ lúc tha sần đan mình đúng ha kỳ thị vía pap pachite vía pap pachita vía pa pao e vẹ pa pa pokolo bộ cô ba bữa tu trên nơi trên đẹp buộc cả đói bữa tu trên nơi chưa có ho cả đói ba pao e vẹ bị bạp đôi tất nhiên nưng việt miền còn là prai phết làอย่างkhó thế mà là ngày chẳngខ្ញុំលើកប្រធានបទហ្នឹងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលវាកើតឡើងមិនបាច់ទៅនិយាយរឿងសង្គ្រាមអ៊ីរ៉ង់សង្គ្រាមយូក្រែននេះទេវាធម្មតាទៅហើយប៉ុន្តែអ្វីដែលជារឿងរសើបដែលយើងឮនៅស្រុកយើងអាហ្នឹងបានវាជះឥទ្ធិពលខ្លាំងនៅក្នុងសង្គមយើងណាអញ្ចឹងយកជាបទសិក្សាហ្នឹងគឺមិនមែនទៅតាមដានព្រឹត្តិការណ៍ហ្នឹងវាចេះវាចោះនឹងថាហ្នឹងវារឿងធម្មតារបស់កិលេសហ្នឹងហើយតែកិលេសហ្នឹងបានជាបទសិក្សារបស់យើងគ្រប់គ្នាប្រជាជនយើងគ្រប់គ្នាដែលស្ដាប់គ្នាបានហ្នឹងថាបើឃើញគេធ្វើអាក្រក់អញ្ចឹងណាកុំគិតថាសេចក្តីអាក្រក់ហ្នឹងវាមានតែក្នុងបុគ្គលហ្នឹងថានៅយើងហ្នឹងពូជវានៅមានណាមានគ្រប់គ្នាទាំងអស់ពូជលោភៈទោសៈមោហៈពូជស្លាប់គេហ្នឹងក៏នៅមានដែរពូជប្លន់គេពូជចាប់លោភគេពូជក្បត់គេពូជចំណែនគេហ្នឹងនៅមានទាំងអស់គ្រាន់តែថាយើងចេះគិតចេះពិចារណាយើងខ្សែគប់ត្រូវយើងពិចារណាត្រូវមិនតាន់មានសម្ពាធអីទៅក៏យើងគិតត្រូវធ្វើត្រូវចឹងទៅប៉ុន្តែពូជហ្នឹងនៅទាំងអស់ពូជហ្នឹងនៅក្នុងបទចូលយើងនៅទាំងអស់ហ្មងគួរឲ្យខ្លាចណាហ្នឹងហើយមែនតែនទៅដែលគួរឲ្យខ្លាចហ្នឹងមិនមែនសេចក្តីអាក្រក់នៅក្នុងអ្នកដទៃទេគឺជាសេចក្តីអាក្រក់ដែលនៅក្នុងចិត្តយើងហ្នឹងដែលថ្ងៃណាមួយហ្នឹងធ្វើឲ្យយើងចេញមកបឹងមកមិនដឹងស្អីណាទេហ្នឹងប្រព្រឹត្តបាបខ្លាំងហ្មងក៏មានហ្នឹងហើយកិលេសហ្នឹងវាមាន3ថ្នាក់មែនតែនទៅបានវាចេះតែផ្ទុះមកដែលមនុស្សយើងគិតថាល្អវាទៅជាចេះសោះល្អបោកលុយយើងបាត់ល្អជឿជាក់បោកលុយស៊ីលុយយើងអស់លេងហើយអ្នកបោកយើងមិនគ្មានណាឆ្ងាយទេអ្នកដែលយើងទុកចិត្តថាល្អហ្នឹងឯងនេះគឺថាល្អហ្នឹងឯងឯងស្គាល់យើងនឹងឯងដែលយើងទុកចិត្តនឹងឯងអ្នកដែលយើងទុកចិត្តនឹងមានដែលយើងណាចាញ់បោកគាត់ទេមែនទេហ្នឹងហើយអញ្ចឹងបានដូចទ្របដូចលុយដូចកាក់អីហ្នឹងគ្រាន់តែប្រាប់បងប្អូនទៅបើថាឲ្យគេខ្ចីអីត្រៀមចិត្តឲ្យទៅអាចសងនឹងមិនសងនឹងឯងកុំដែលគិតហ្នឹងគាត់ល្អណាគាត់មិនដែលអីថាកុំទុកចិត្តមនុស្សស្គាល់គេបានប៉ុន្មានបទជនតាជួនកាលគាត់ល្អមែនទេប៉ុន្តែគាត់មានសម្ពាធអីផ្សេងទៀតទៅគាត់ក៏រស់អីសងយើងវាមិនបានដែរមិនមែនគាត់មិនចង់សងទេប៉ុន្តែថាសេដ្ឋកិច្ចវាធ្លាក់អញ្ចឹងណាតែឲ្យតែគាត់សន្យាថាជ័យមួយខែដល់មួយខែគាត់រកអត់បានគាត់ក៏មិនមែនមនុស្សអាក្រក់ដែរតែគាត់រកអត់បានមែនវាឡុងចុងទៅទៀតទៅហ្នឹងអញ្ចឹងបានថាត្រៀមថាឲ្យខ្ចីហ្នឹងគឺថាក៏ត្រៀមចិត្តថាយឺតយ៉ាវឬក៏អាចនឹងមិនសងនឹងឯងហើយបើថាសួរចិត្តថាចុះបើគេមិនសងវិញមិនដែរបើថាអីទេនឹងឲ្យទៅបើថាគេមិនសងមិនដែរកើតទេអាហ្នឹងត្រូវមិនឲ្យទៅណាប៉ុន្តែជួនកាលយើងវាខ្លាចគេថាយើងវាមិនកើតឲ្យទាំងទៅផ្ទាល់អាហ្នឹងច្រើនកើតរឿងខ្លាចគេថាឯងនឹងចិត្តមិនបានឲ្យដើម្បីទិញឈ្មោះថាមនុស្សចិត្តបានអញ្ចឹងណាតែក៏មិនឲ្យខ្លាចគេថាអញនឹងចិត្តមិនបានវាមិនមែនដោយការសង្គ្រោះមែនទេដោយការសង្គ្រោះមែនទេអត់អីទេអ្នកខ្លះទៅតល់ចឹងដែរទៅ$1000សុំមកមិនឲ្យទេថាខ្ចីឲ្យមកព្រោះសង្ឃឹមតែគេសងវិញលោកគេថាឲ្យការអីផងកាន់ឲ្យឆាប់អាហ្នឹងអញ្ចឹង
ការដែលមិនសិក្សានៅធัวដែលពុទ្ធព្រះអង្គបានបរៀនមកយើងពិបាកយល់ពីខ្លួនយើងកុំគិតថាអឺត្រូវគិតពីអ្នកដតីអាកិលេសក្នុងចិត្តអ្នកដតីវិនិច្ឆ័យនៅនេះនៅនោះហ្នឹងគឺថាវាមិនមែនរឿងយើងទេវាមិនមែនរឿងយើងទេរឿងយើងម្នាក់ហ្នឹងគឺថាត្រូវរស់យ៉ាងម៉េចឲ្យល្អណាក្នុងគ្រួសារត្រូវចិញ្ចឹមកូនត្រូវមើលការថែកូនឲ្យកូនរៀនសូត្រគឺរឿងត្រូវទទួលខុសត្រូវម្នាក់ហ្នឹងឲ្យល្អអានឹងបើនិយាយក្នុងក្រុមគ្រួសារហ៎បើយើងទៅធ្វើការមានតួនាទីជាអីជាគ្រូគឺថាធ្វើតួនាទីគ្រូហ្នឹងហ្មងឲ្យល្អអត់មានអង្គុយបោបាច់អ្នកដទៃទេគឺថាធ្វើគ្រូហ្នឹងគឺថាធ្វើតួនាទីគ្រូហ្នឹងធ្វើម៉េចឲ្យល្អហ្នឹងហើយគឺជាកោសិការបស់ជាតិម្នាក់ហ្នឹងទៅធ្វើតាក់ស៊ីទៅធ្វើអ្នករត់ឡានគឺត្រូវប្រយ័ត្នប្រយែងរឿងបើកឡានហ្នឹងព្រោះអាយុជីវិតគេត្រូវផ្ញើជាមួយយើងអាឡៃបើកបដានិយាយទូរស័ព្ទបដាញ៉ៃអាហ្នឹងជួនកាលពងនិយាយនយោបាយទៀតអូអានេះអាណាបាញ់គ្នានិយាយទូរស័ព្ទនេះមនុស្សម៉ាឡាដែលយើងកំពុងដឹកយើងអត់មើលអាការងារតិចហ្នឹងធ្វើពេទ្យគឺធ្វើពេទ្យឲ្យល្អអត់មានទៅរឿងឯណានៃខុសពីនឹងទេគណៈហ្នឹងការងារហ្នឹងពេលហ្នឹងដូចបងអូនខ្ញុំទៅវះដូចជាប៉ងឌីស៊ីតដែរហ្នឹងហើយគ្នានោះឈឺវេទនាពេទ្យវះបដាចេញមកនិយាយទូរស័ព្ទបដាឲ្យប្តីគ្នាទឿនស្ដីឲ្យគ្នាទៀតហ្នឹងអាហ្នឹងហើយបំផ្លាញជាតិបំផ្លាញទំនុកចិត្តប្រជាជនមិនមែនពេទ្យទាំងអស់ចឹងទេប៉ុន្តែពេទ្យដែលបងអូនខ្ញុំទៅជួបនោះវាអញ្ចឹងហើយយើងពេទ្យកំពុងវះអណ្ដៃហើយទៅចុចទូរស័ព្ទលេងទៅតទូរស័ព្ទគេសិនឲ្យទុកអ្នកជំងឺចោលសាហាវឯងសាហាវណាខ្ញុំដាក់សំណងជើងសាហាវខ្ញុំថាតែពេទ្យនងណាពេទ្យផ្សេងគាត់មិនធ្វើចឹងកិលេសខ្ញុំចង់និយាយថាឃើញគេធ្វើអាក្រក់ចឹងដល់ស្លាប់គ្នាអញ្ចឹងបានជាបត់មេរៀនមិនគឺរៀនឲ្យឃើញថាវត្ថុជននោះវាចឹងហើយយើងអីដៃយើងហ្នឹងយើងអាហ្នឹងដែរហ្នឹងថ្ងៃណាមួយស្លាប់ម៉ែឯងក៏មិនដឹងទេណាថ្ងៃណាមួយស្លាប់ឪឯងមិនដឹងទេព្រោះរឿងវាមិនតាន់ដល់អញ្ចឹងមិនត្រូវប្រយ័ត្នភ្លើងក្នុងចិត្តហ្នឹងតាំងពីបន្តិចទៅស្ដាប់សិក្សារឿយអប់រំវារឿយកុំឲ្យវាទំនើងចិត្តហ្នឹងហើយអាផ្ទុះចេញមកហ្នឹងផ្ទុះចេញមកទៅជាជេរទៅជាប្រមាថអាហ្នឹងសាផ្ទុះណាយើងមើលឃើញមនុស្សរាល់ថ្ងៃអញ្ចឹងជេរប្រមាថវាយដំច្រំធាក់ស្លាប់អាហ្នឹងរឿងផ្ទុះចេញមកកន្លងមកអាហ្នឹងហៅថាវិតកម្មកិលេសយើងរាល់ថ្ងៃមើលឃើញតែអាហ្នឹងស្ដាប់ឮតែអាហ្នឹងឯងហ្នឹងហើយឮហ្នឹងឮតែពីគេទៀតតែខ្លួនយើងហ្នឹងជួនកាលអត់ឮទៀតជេរគេមាត់ហ្នឹងអត់ដឹងខុសហ៎ដែលដឹងហ៎ជួនកាលជេរគេមាត់ហ្នឹងអត់ដឹងខ្លួនឯងខុសមែនទេហើយរឿងធំណាវាចេញមកហើយវាផ្ទុះចេញមកគ្រោកគ្រៀតហៅថាកិលេសគ្រោកគ្រៀតអវិតកម្មកិលេសមានតែកិលេសគ្រោកគ្រៀតកិលេសគ្រើមកិលេសដែលឆាប់មើលដឹងតាមកាយតាមវាចាណាប្រមាថគេកំពុងកុហកគេមើលអត់ដឹងស្ដាប់អត់ឮឃើញមើលមិនដឹងទៀតចុះបើចេញមកផាំងមើលមិនដឹងថានឹងខុសផងចុះតម្រុំកិលេសក្នុងចិត្តមើលមិនដឹងណាអាក្នុងចិត្តហៅថាបរិយុទ្ធានៈហ្នឹងមានន័យថាវាត្រាំទៅក្នុងចិត្តវានៅក្នុងចិត្តដូចអន់ថ្នាំងអីតិចតួចអត់មកអត់កអីហ្នឹងណាមិនទៅដំច្រំធាក់អីទេណាខឹងអីតិចតួចអាហ្នឹងផ្នែកទៅណាផ្នែកជាប់ចម្ពាក់របស់របរស្អីហ្នឹងឬក៏ភ្លើនជាមួយនឹងរបស់នេះរបស់នោះតែខ្លួនឯងមាននឹងក៏ដោយហ្នឹងអាហ្នឹងជាបរិយុទ្ធាននៃកិលេសហើយមិនងាយដឹងថាហ្នឹងកិលេសបើមិនរៀនបើមិនស្ដាប់ឃើញទេហើយដែលកាន់តែលំបាកដឹងទៅទៀតហ្នឹងគឺអនុស័យកិលេសវាដេកក្នុងចិត្តទោះជាកំពុងធ្វើល្អធ្វើទៀនរសាសិលហ្នឹងកុំថាកិលេសហ្នឹងងាប់កិលេសយើងហ្នឹងងាប់អត់ងាប់ទេណាវាដេកទេអញ្ចឹងមកខ្ញុំលើកថាដោយលោកអ្នកធំមួយដែលទៅសម្លាប់គេហ្នឹងមុនហ្នឹងគាត់ប្រធានក្រុមហ៊ុននេះក្រុមហ៊ុននោះចលណៈទ្របអីហើយធ្លាប់ជួយគេមកកណោខណៈហ្នឹងកិលេសគាត់ដេកគាត់ជួយគេមកកណោឃើញទេអញ្ចឹងបើយើងអាចមើលឃើញអ្នកដទៃកុំភ្លេចមើលខ្លួនយើងម្នាក់ហ្នឹងហើយ
ហើយឃើញគេធ្វើខុសគឺថាត្រូវប្រយ័ត្នខ្លួនយើងថាអាពូជនាំឲ្យធ្វើខុសនៅក្នុងចិត្តយើងនៅទាំងអស់អកុសលចិត្ត12នៅទាំងអស់លោភមូលចិត្ត8នៅទោសមូលចិត្ត2នៅមោហមូលចិត្ត2នៅអាសវៈនឹងនៅទាំងអស់ណាកាមាសវៈទិដ្ឋាសវៈភវាសវៈអវិជ្ជាសវៈនៅទាំងអស់ឲ្យតែបទជនអញ្ចឹងឲ្យតែបទជនខណៈក្រាស់ស្ដើងជាងគ្នាអីតាមការដែលសន្សំទេហ្នឹងហើយប៉ុន្តែទោះបីជាបនច្រើនក៏ដោយសែបគប់ខុសវានឹងអូអាសៀស្រាអាក្រក់ក្រក់ចេញមកមនុស្សខ្លះល្អណាសែបគប់ខុសដើរធ្វើចោលសម្រាប់គេបានណាអាហ្នឹងវាអូសម្ដងតិចវាផុសមកអញ្ចឹងត្រូវប្រយ័ត្នតាំងពីការសែបគប់នឹងឡើងទៅហ្នឹងហើយអញ្ចឹងយើងទាំងអស់គ្នានេះក៏មិនតាន់ផុតពីធាតុសាហាវទេអញ្ចឹងណាបាទហើយសាហាវរបស់អ្នកដតីខ្លាំងបំផុតគឺថាអាចបៀតបៀនយើងប្លន់ទ្រព្យសម្បត្តិយើងឬក៏សម្រាប់យើងហ្នឹងដែលថាពាក់ព័ន្ធគ្នាណាប៉ុន្តែបើធាតុសាហាវក្នុងចិត្តរបស់យើងណាមិនមែនសាហាវប៉ុណ្ណឹងទេសាហាវបោះយើងទៅប្រែតទៅនរករកតែកំណើតមនុស្សមិនបានផងអញ្ចឹងអ្នកខាងក្រៅហើយនឹងអាធាតុសាហាវក្នុងចិត្តយើងនឹងពីណាសាហាវជាងហើយបើយើងមិនរៀនទេយើងមិនស្ដាប់ព្រះអង្គទេយើងអត់យល់ទេអត់យល់រឿងហ្នឹងទេហ្នឹងហើយយើងឃើញតែទោសមនុស្សធ្វើអាក្រក់តែមិនឃើញទោសនៃអកុសលធម៌នៅក្នុងចិត្តរៀងខ្លួនហ្នឹងដែលសាហាវធ្វើឲ្យយើង stress ធ្វើឲ្យយើងពិបាកហ្នឹងគឺកិលេសក្នុងចិត្តហ្នឹងហ្មងអញ្ចឹងបានមាដែលព្រះអង្គសម្ដែងមាន5ខាងក្រៅទេវបុត្រមាគឺថាមាដែលផ្ចាញ់យើងពីក្រៅណាយើងគ្មានទេវបុត្រឯណាដែលមកផ្ចាញ់ក៏ប៉ុន្តែមានមនុស្សដែលចំណែនយើងហ្នឹងហើយដែលដូចជាមាដែលដូចជាមាហ្នឹងហើយតែមាហ្នឹងដូចខ្ញុំថាហ្នឹងខ្លាំងបានត្រឹមរារាំងយើងមិនអោយធ្វើនេះមិនអោយធ្វើនោះលួចទ្រព្យលួចសម្បត្តិប្រខូចគេឈ្មោះយើងឬចំក្រោយផ្ដាច់ជីវិតយើងប៉ុណ្ណឹងឯងតែមិនធ្ងន់ដូចមាខាងក្នុងដែលដូចជាកិលេសមាជាអភិសង្ខារមាណាកិលេសមាហ្នឹងគឺថាវាធ្វើឲ្យយើងកពូនបាបកាន់តែច្រើននឹងអភិសង្ខារហ្នឹងទៅធ្វើកម្មផ្សេងទៅដែលកុសលខ្លះអកុសលខ្លះជាពិសេសអកុសលហ្នឹងរុញយើងឲ្យអស់សំបីកំណើតមនុស្សក៏លែងបានហ្នឹងផប់ប៉ុណ្ណាឧបមាដែលយើងកើតសង្គ្រាមយើងភៀសខ្លួនប៉ុណ្ណឹងយើងវេទនាប៉ុណ្ណឹងអាហ្នឹងឧទាហរណ៍ណាឧទាហរណ៍យើងជាក់ស្ដែងយើងក៏សូមគោរពបងប្អូនយើងដែលជាជនភៀសសឹកណាចេញមកពីផ្ទះប៉ុណ្ណឹងជីវិតអត់ស្លាប់ទេប៉ុន្តែវេទនានៅលើដែនដីដដែលវេទនាខ្លាំងប៉ុណ្ណឹងអីចុះអស់តែជីវិតមនុស្សនេះទៅហើយទៅប្រែទៅនរកដែលគ្មានផ្លូវមកវិញនោះអានឹងវេទនាប៉ុណ្ណាយើងត្រូវសិក្សាដល់កម្រិតនឹងទៀតកម្រិតនឹងទៀតហើយវាជាវត្តដាក់នៃជីវិតយ៉ាងពិតប្រាកដបាទនឹងចឹងខ្ញុំមានពេលធ្វើធម្មទានប៉ុណ្ណឹងថាសាហាវគឺពិតជាសាហាវធោនឹងតែកើតឡើងសាហាវហើយដូចជាតោសៈនឹងចឹងវាមានលក្ខណៈរបស់វាគឺចន្ទិកៈលក្ខណោគឺថាកាលណាវាកើតទៅវាកាយតែហ្មងដោយពស់អសេរពឹសដែលគេត្រូវគេវាយចឹងណាពស់អសេរពឹសវាខ្លាចមនុស្សទេធម្មតាប៉ុន្តែបើវាយវាត្រូវបាក់ខ្នងឬក៏អីហើយវាគូថាវាចុកយើងហក់មកគឺថាមិនរាំងមិនស្ទើរស្ទាក់ទេហក់ចឹកមនុស្សមកដើរជន់វាអីចឹងប៉ុន្តែបើជាធម្មតាយើងដើរគោះព្រៃអីហ្នឹងវាខ្លាចយើងទេមិនតាន់ប៉ះវានោះហើយតោសៈដូចគ្នាចឹងដល់វាប៉ះអារម្មណ៍ដូចជាមិនជាទីប្រាថ្នាគឺថាវាកាចតែហ្មងវាកាចដូចពស់អាសេរពឹសចឹងដែលត្រូវគេវាអញ្ចឹងហ្នឹងហើយកាលណាវាកាចចឹងទៅវាធ្វើតួនាទីរបស់វាគឺធ្វើឲ្យចិត្តនឹងក្តៅធ្វើឲ្យចិត្តនឹងក្តៅកាហាយនៅមិនកើតណាវិសពណៈរសោគឺថាធ្វើឲ្យចិត្តនឹងក្តៅកាហាយនៅមិនកើតណាដូចជាត្រូវថ្នាំពឹសឬក៏ពោះចឹកឲ្យពឹសនឹងវាជ្រាបចូលខ្លួនហ្នឹងគឺថាឲ្យសងំវាអត់កើតទេពឹសវាត្រូវតរើចឹងនៅពេលដែលតោសៈហ្នឹងវាដុតហ្នឹងហើយវាដុតទៅគឺថាវាដូចបុគ្គលត្រូវថ្នាំពុលចឹងហ្នឹងហើយយើងមើលកាយវិការអ្នកទៅបាញ់គេគឺត្រូវពឹសតោសៈហ្នឹងវាដោតចិត្តគាត់ឲ្យវាទៅអញ្ចឹងនៅមិនបានត្រូវទៅកាន់កភ្លើងទៅបាញ់គេចឹងឃើញទេបាទហើយកាលណា
វាវាវាធ្វើឲ្យមានភាពកុហលកាហាយចឹងហើយហ្នឹងហើយវាធ្វើឲ្យមនុស្សហ្នឹងសង្ងំអត់កើតដែរណាទោះដេកក៏ដេកមិនសំណុកដែរឬថាអត្តណោនិស្សយៈតហណោគឺថាវាដុតនៅទីអាស្រ័យរបស់វាគឺដុតចិត្តទោសៈហ្នឹងកាលណាវាកើតខ្លាំងទៅវាដុតចិត្តឲ្យជ្រួលច្បល់ឲ្យក្តៅកាហាយដូចភ្លើងឆេះព្រៃចឹងយើងគិតមើលសត្វនៅក្នុងព្រៃពេលភ្លើងឆេះព្រៃវានៅមិនកើតណាចិត្តដូចគ្នាចឹងពេលទោសៈហ្នឹងវាទៅដុតនៅអត់កើតញ៉ាំងដៃញ៉ាំងជើងឡើងទៅធ្វើអាក្រក់ចឹងកើតណាឃើញទេណាទស្សនៈបច្ចុប្បន្នហ្នឹងគឺថាមានការបន្ទុះសារាយជាអាការៈប្រកបហ្មងឃើញទេវាធ្វើឲ្យបន្ទុះសារាយបើមិនទៅដោយកាយក៏ទៅដោយវាចាដល់ពេលដែលវាខ្លាំងមែនតែនទៅមុំវានៅក្នុងចិត្តទេប៉ុន្តែវាខ្លាំងទៅបើមិនបានໄວក៏ជេរដែរហ្នឹងវាបន្ទុះអញ្ចឹងហ្នឹងហើយក៏វាមានកើតឯងនេះវាមានអគ្គតវត្ថុជាបតតឋានជាហេតុចិត្តដែលនាំឲ្យកើតធัวទាំងឡាយកើតពីហេតុអញ្ចឹងនិយាយពីហេតុផលធัวមួយកើតឡើងអាស្រ័យស្អីហ្នឹងគឺថាក្រៅពីពុទ្ធគ្មានពីណាបរៀនយើងរឿងហ្នឹងទេគ្មានទេហ្នឹងហើយមានតែមេរៀនទូទៅទ្រឹស្ដីទូទៅសិជីវធម៌រស់នៅវាអត់មានមេរៀនតាមដានចិត្តហ្នឹងក្រៅពីមេរៀនពុទ្ធវាអត់មានមេរៀនណាសម្រាប់តាមដានចិត្តដើម្បីខ្វៀលចិត្តអញ្ចឹងណាហ្នឹងហើយអាសុជីវធម៌ទូទៅហ្នឹងវាបានតែទូទៅបើទេតែដល់ពេលវេលាវាខ្លាំងវាគ្របមកផឹងទៅហ្មងណាដូចខ្ញុំថានឹងមនុស្សកាលដែលមិនតាន់ដល់សម្លាប់គេនោះក៏គាត់ធ្លាប់ទាស់ជាមួយអ្នកសម្លាប់មនុស្សដែរណាជាពិសេសដូចអ្នកសម្លាប់គេម្សិលមិញម្សិលថ្ងៃហ្នឹងអញ្ចឹងណាកាលលោកណានោះគាត់បាញ់សម្លាប់ក៏គាត់ថាសាហាវដែរហ្នឹងមិនគួរដែរព្រោះអាហ្នឹងយើងមើលតែរឿងខាងក្រៅតែមេរៀនដែលពុទ្ធបរិញ្ញាទេដែលអាចមកខ្វៀលចិត្តយើងរៀងខ្លួនអញ្ចឹងណាបងប្អូនហ្នឹងហើយសូមឲ្យបងប្អូនជាអ្នកមានសំណាងថាយើងមានមេរៀនដ៏ល្អដែលព្រះពុទ្ធបរមគ្រូព្រះអង្គបានបង្រៀនឲ្យយើងយកមករៀនយកមកតាមដានជីវិតយើងគ្រប់គ្រងចិត្តគំនិតជីវិតយើងឲ្យរស់នៅប្រកបដោយសេចក្តីសុខហើយមិនសមពូជល្អសម្រាប់ខ្លួនឯងទៅបរលោកទៀតហ្នឹងចឹងតិចខ្លួនឯងហើយអាចតិចដល់អ្នកដទៃទៀតអញ្ចឹងណាបាទហើយតាធាតក្តៅចូលមកក្តៅខ្លួនឯងហើយស្លាប់គេទៀតចឹងឃើញច្បាស់ចឹងហ្មងហ្នឹងហើយបើធាតតិចចូលមកដូចជាមេត្តាករុណាចូលមកវាមានតែនាំសុខនាំចម្រើនដល់អ្នកដទៃឃើញទេបាទអញ្ចឹងរាត្រីនឹងប៉ុណ្ណឹងណាសាហាវនឹងកុំភ្លេចថាមិនមែននៅតែក្នុងអ្នកដទៃទេមិនមែននៅតែអ៊ីរ៉ង់ទេមិនមែននៅតែអាមេរិកអ៊ីស្រាអែលទេសាហាវមែនទែនដែលដុតយើងមិនឲ្យសុខហ្នឹងគឺទោសៈនៅក្នុងចិត្តឯនេះកុំភ្លេចរត់ទឹករត់អីប្រសាវាផងហ្នឹងហើយសម្រាប់ពេលនេះខ្ញុំសូមនមស្ការលានិងជម្រាបលា